ការដួលរលំរបបសាធារណរដ្ឋខ្មែរឬរបបលន់នល់1970ដល់1975តាមមូលហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរ1970ដល់1975ដួលរលំមូលហេតុដែលបណ្ដាលឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំមានដូចជាប្រជាជននៅទីក្រុងភ្នំពេញនិងនៅតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោពេញទៅដោយភាពអាប់អួរប្រជាជននៅក្រុងភ្នំពេញរស់នៅលើដីតូចចង្អៀតដោយរងនៅកង្វះអាហារកង្វះចម្រោកបាត់បង់ការងារធ្វើទំនិញឡើងថ្លៃអតិផរណាអនាធិបតេយ្យភាពចោរកម្មអយុត្តិធម៌ពុករលួយបនលបែងពាលាភាពច្របូកច្របល់បាតកម្មកោតកម្មកុបកម្មពាសពេញទីក្រុងរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនឯជនបទស្រែចម្ការគ្រប់គ្រងដោយបកកុម្មុយនីសកម្ពុជាហៅកាត់ថាខ្មែរក្រហមសេដ្ឋកិច្ចរបបសាធារណរដ្ឋខ្មែរមិនដំណើរការសោះឡើយដោយរបបនេះរស់ដោយសារតែជំនួយពីសហរដ្ឋអាមេរិកការដឹកជញ្ជូនស្បៀងគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយរដ្ឋាភិបាលលន់នល់ត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងផ្លូវគោកនិងផ្លូវទឹកការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុត្រូវបរាជ័យខ្មែរក្រហមធ្វើការហុំព័ទ្ធទីក្រុងភ្នំពេញនិងរត់បន្តឹងការនាំចូលស្បៀងនៅថ្ងៃទី1ខែមេសាឆ្នាំ1975លោកលន់នល់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកចុងក្រោយនៅថ្ងៃទី17ខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញបានដោយជោគជ័យដោយនៅថ្ងៃនោះរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរហើយរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមបានចាប់កំណើតឡើង Thank you